អំពីរបៀបនៃការស្នើការតាមរយៈធនាគារ Aclida Mobile បាទអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរសូមបងប្អូនចូលទៅមើលរបៀបនៃការស្នើការរបស់ធនាគារ Aclida ជាមួយនឹងខ្ញុំបាទដូចទៅបាទបាទហ្នឹងហើយពុកម៉ែរបស់យើងចូលនៅក្នុងកណនីរបស់យើងហើយបន្តចូលកណនីហើយបងប្អូនចូលទៅក្នុងពាក្យថាបានបាទបានបន្តមកទៀតបងប្អូនចូលពាក្យថាបានថ្មីមកបាទវានឹងលុតវាមានបាន Visa Card វាមានបាន Master Card មានបាន JCB បាទមានបាន UPI អីចឹងទៅហើយនឹងបាន Aclida បាទខ្ញុំចង់យកនេះខ្ញុំចង់ស្នើបាន Visa Card បាទហើយបងប្អូនមើលនៃការថ្លៃសេវាកម្មប្រចាំឆ្នាំគេនឹងការកំណត់យើងដកបានក្នុងមួយថ្ងៃយើងដកបានប្រហែលអញ្ចឹងណាបងប្អូនមើលទៅនេះអញ្ចឹងវាមានប្រភេទបានហ្នឹងវាមានបានដល់4បានណានៅវាមានបានធម្មតាវាមានបានមាសបានផ្លាទីននឹងបាទតែកំរូមកតែ3ឯងសុំទោសណាហ្នឹងហើយតែ3ទេបាទវាមានផ្លាទីនមានមាសហើយនឹងធម្មតាឥឡូវខ្ញុំយកបានធម្មតាទៅខ្ញុំគាត់ស្លេកបានធម្មតាទៅហើយយើងអានในលក្ខខណ្ឌរបស់គេទៅនេះគេថាថ្លៃសេវាកម្មប្រចាំឆ្នាំហ្នឹង$6មាននៅក្នុងមួយឆ្នាំហើយសផលរបៀបហ្នឹងរយៈពេល1ឆ្នាំ5ឆ្នាំដោយតែធនាគារ AVA ដែរអញ្ចឹងបាទហើយសម្រាប់ទឹកប្រាក់យើងដកនោះប្រចាំថ្ងៃនោះណាបាន$10000ក្នុងមួយថ្ងៃបាទអញ្ចឹងវាច្រើនវាលើសពីធនាគារបាសាក់វាលើសពីធនាគារAVA បាទ AVA គឺយើងដកបានក្នុងមួយថ្ងៃហ្នឹងតែដូចជា$5000ទេហ្នឹងហើយហើយបើយើងចង់ដកបានដូចជា$20000នោះតើឲ្យយើងដូចជាបង់សេវាប្រចាំឆ្នាំដូចជា$150នោះបាទហ្នឹងហើយអញ្ចឹងព្រោះ AC នេះគឺវានេះមែនណាយើងមួយឆ្នាំយើងបង់សេវាកម្មគេតែ$6ទេប៉ុន្តែយើងដកបាននៅក្នុងមួយថ្ងៃបានទៅដល់$10000បាទឥឡូវខ្ញុំបានជឿបានធម្មតាហើយឥឡូវយើងបានស្រឡាច់ហើយយើងគាត់ពាក្យយល់ព្រមទៅបាទហ្នឹងហើយបាទនេះជាប្រភេទកាតរបស់យើងណាហ្នឹងហើយជាប្រភេទកាតយើងធម្មតាបងណាវាចេញតម្រង់ពេលដែលយើងដាក់បំពេញអីហើយគឺវាចេញជារូបរាងអញ្ចឹងមកតែម្ដងបាទហ្នឹងហើយតែបន្ទាប់ហើយបងប្អូនមើលទៅណាបងប្អូនមើលទៅនេះគេឲ្យយើងជ្រើសរើសកណនី email ហើយនឹងជ្រើសរើសសារខាសម្រាប់យើងយកបានវាដូចតែវីដេអូមុនដែលខ្ញុំធ្វើដែរអញ្ចឹងវាខុសគ្នាតែបន្តិចទេបាទហ្នឹងហើយឥឡូវបងប្អូនជ្រើសរើសទៅបាទចូលលេងហ្នឹងទៅដើម្បីជ្រើសរើសយកលេខ account មកឥឡូវខ្ញុំជ្រើសរើសកណនីសំចៃបញ្ញាសំចៃហ្នឹងចុះគូលកណនីសំគូលរបស់យើងបាទហ្នឹងហើយបន្ទាប់ពីយើងបានselect ទៅលើកណនីដែលយើងចង់ភ្ជាប់ហើយបងប្អូនមើលត្រង់នេះណាគេដាក់ email អញ្ចឹងយើងចុចលើនឹងទៅបំពេញ email មកបាទហ្នឹងហើយយើងបំពេញ email ទៅឥឡូវខ្ញុំដាក់ email ណាបងប្អូនហ្នឹងហើយខ្ញុំដាក់ email របស់ខ្ញុំទៅហើយខ្ញុំសុំបិទទីមកហ្នឹងហើយខ្ញុំសុំបិទ email របស់ខ្ញុំទៅនេះជា email របស់ខ្ញុំដែលខ្ញុំបានបំពេញបងប្អូនហ្នឹងហើយបន្ទាប់ហើយណាបន្ទាប់មកយើងជ្រើសរើសសាខាដែលយើងចង់ទៅយកយើងចុច select ទៅបាទឥឡូវបងប្អូនចង់យកសាខានោះមកដែលនៅជិតទីតាំងបងប្អូនអញ្ចឹងណាបាទឥឡូវយើងពួកខ្ញុំដូចជាខ្ញុំនៅកំពូលបាទខ្ញុំនៅកំពូលអញ្ចឹងឥឡូវខ្ញុំចង់ទៅយកនៅមើលដែលជិតដូចជានៅផ្លូវជាតិលើក4អញ្ចឹងនេះមានដែរបាទនៅម្ដុំនេះមានដែរបាទគូតំបន់សេដ្ឋកិច្ចពិសេសទៅក៏មានដែរអញ្ចឹងណាឥឡូវខ្ញុំដាក់នេះចុះនេះដូចខ្ញុំ select លើខ្ញុំនេះមកដាក់កំបូលមកយ៉ាកំបូលមកនេះសាខាកំបូលតំបន់សេដ្ឋកិច្ចពិសេសបាទបងគាត់ទៅវាយនេះឥឡូវខ្ញុំចុច select លើនឹងទៅបាទហ៎បងសាខាកំបូលតំបន់សេដ្ឋកិច្ចពិសេសហ្នឹងគឺវាលូតចឹងតែម្ដងបាទតែពេលយើងវាយទីតាំងទៅវាលូតឲ្យយើងតែម្ដងចឹងណាហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងបានបំពេញ confirm ឲ្យអស់ហើយបាទអញ្ចឹងយើងគ្រាន់តែ select មកនេះ select តែខ្ញុំបានអាននិងយល់ព្រមតាមលក្ខខណ្ឌបាទហើយយើងគ្រាន់តែ select ទៅបាទវានឹងលូតលក្ខខណ្ឌឲ្យយើងអានតែម្ដងបាទហ្នឹងហើយនឹងលូតលក្ខខណ្ឌតែម្ដងបាទហ្នឹងហើយបន្ទាប់ពីវាលួចលក្ខខណ្ឌឲ្យយើងហើយបងប្អូនគាត់ឲ្យចុចយល់ព្រមទៅបាទវានឹងភ្ជាប់បានហើយបាទយើងចាំតែពេលដល់ថ្ងៃហ្នឹងគឺខាងក្រុមហ៊ុនខាង
ក្រុមការងារបុគ្គលិកធនាគារក៏ទេឲ្យយើងទៅយកអញ្ចឹងណាបងណារយៈពេលមួយសប្តាហ៍បាទហ្នឹងហើយខ្ញុំអត់អីទេដោយសារខ្ញុំមានការប្រើប្រាស់ហើយបាទនេះគាត់លើកជាវីដេអូបង្ហាញប្រាប់បងប្អូនទេបាទហ្នឹងហើយបាទហ្នឹងហើយសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្ណឹងទេបងប្អូនណាហ្នឹងហើយបើសិនតែបងប្អូនបានមើលវីដេអូខ្ញុំហើយសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយទៅហើយបងប្អូនជួយដាក់សញ្ញាកណ្ដឹងផងដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតបាទហ្នឹងហើយសូមអរគុណសូមជម្រាបលា